សំណួរទីមួយគឺសូមឲ្យដំបណ្ឌិតមេត្តាបង្ហាញអំពីស្ថានភាពជាក់ស្ដែងនៅសាលារៀននិងការសិក្សានៅតំបន់ព្រំដែនថៃបច្ចុប្បន្នមានសភាពដូចនេះដែរតាមខ្ញុំដឹងថាឯកឧត្តមអឺបានធ្វើដំណើរទៅទស្សនកិច្ចនៅតាមតំបន់ដែលរងផលប៉ះពាល់នឹងហើយយើងឯកឧត្តមអាចជួយចែកម្លែកអំពីស្ថានភាពដែលឯកឧត្តមបានឃើញហើយនឹងមួយទៀតចង់ដឹងដែរនៅពេលដែលក្រោយពីបានឃើញស្ថានភាពបែបនឹងហើយតើក្រសួងអប់រំលោកបានធ្វើការសម្របសម្រួលយ៉ាងដូចនេះខ្លះដើម្បីធានាឲ្យសិស្សអាចបន្តការសិក្សារបស់ពួកបានសូមជម្រាបបាទអរគុណលោកសកែមជាអ្នកសម្របសម្រួលនិងលោកទាំងអស់នៅក្នុងវេទិកាភាសា EduNet Talk នេះអរគុណសម្រាប់ ពេលវេលានេះផងដែរហើយដូចលោកសកែមហើយនិងអស់លោកដែលមានវត្តមានជាវាគ្មិនថ្ងៃនេះក៏បានចូលរួមជាក្រុមដែលយើងចុះទៅតាមខេត្តនៅតាមព្រំដែនជាពិសេសខេត្ត3ដែលប្រឈមខ្លាំងគឺព្រះវិហារដ៏មានជ័យហើយនិងស្រុក2នៅក្នុងខេត្តបន្ទាយមានជ័យយើងដឹងថាស្ថានភាពដែលធ្វើឲ្យមានគ្រោះអាសន្នកើតឡើងអឺនៅពេលនេះគឺបណ្ដាលមកពីកងទ័ពឈ្លានពានថៃដែលចាប់ផ្ដើមកាលពីយប់រំលងអធ្រាត្រថ្ងៃទី24ខែកក្កដា2025គឺធ្វើឲ្យមានបញ្ហាអរិភាពរវាងប្រទេសកម្ពុជានិងប្រទេសថៃនេះគឺជាមហិច្ឆតារំលោភបំពានរបស់កងទាហានដែលតែងតែចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជាយើងហើយធម្មតាថាពេលដែលមានសង្គ្រាមបែបនេះដូចយើងឃើញហើយគឺប្រជាជនត្រូវបានជម្លៀសចេញពីលំនៅឋានហើយពេលនោះយើងឃើញជាក់ស្ដែងមាន លោករិទ្ធីលោកក៏បានចូលរួមជាមួយដែរហើយក្រុមយើងបានទៅដល់កន្លែងដែលរងគ្រោះដោយគ្រាប់កាភ្លើងទាហានឈ្លានពានថៃនៅតាមព្រំដែនហើយសំណាងល្អដែលយើងពេលដែលគ្រាប់កាភ្លើងធ្លាក់ទៅក្នុងសាលាគឺចំថ្ងៃពហុហើយសប្តាហ៍ដែលលោកគ្រូអ្នកគ្រូប្រជុំអញ្ចឹងអត់មានសិស្សទេហើយបើមានសិស្សគឺសោកនាដកម្មនឹងលើសនឹងទៀតអញ្ចឹងមកដល់ពេលនេះអាដាមឧបនាយករដ្ឋមន្ត្រីបណ្ឌិតស្វេចាបនាយករដ្ឋមន្ត្រីក្រសួងអប់រំបានកោះប្រជុំជាបន្ទាន់ហើយដំណាក់កាលទី1លោកបានទៅដោយផ្ទាល់ដោយយកសម្ភារៈគ្រឿងឧបភោគបរិភោគហើយនឹងសម្ភារៈសិក្សាទៅចែកសិស្សដែលមកតាមមណ្ឌលសុវត្ថិភាពមណ្ឌលប្រមូលផ្ដុំហើយយើងឃើញថាពេលដែលមានការប្រយុទ្ធគ្នានៅតាមព្រំដែននេះគឺអាជ្ញាធរដែនដីនៅក្នុងខេត្តព្រះវិហាររៀបចំមណ្ឌលសុវត្ថិភាពប្រមាណជាជាង20ហើយនឹងបើលឺទេខ្ញុំដូចជាបាទខ្ញុំលើច្បាស់ហើយនៅខាងម្ដងមានជ័យក៏មានប្រមាណជាង10អញ្ចឹងលើកទី1គឺអាដាមលោកទៅមើលស្ថានភាពហើយលើកទី2គឺប្រតិភូក្រសួងអប់រំបានរៀបចំជាសភៅសិក្សាហើយជាផែនការគឺក្រសួងអប់រំនឹងផ្ដល់សភៅសិក្សាគោលគ្រប់មុខវិជ្ជាគ្រប់ថ្នាក់ទៅដល់សិស្សានុសិស្សគ្រប់កម្រិតនៅតាមបណ្ដាខេត្តដែលទទួលរងគ្រោះដោយសារការឈ្លានពានរបស់ទាហានថៃហើយមកដល់ពេលនេះគឺសាលាដែលមាន
ផលប៉ះពាល់ខ្លាំងគឺនៅនៅព្រះវិហារគឺនៅជួរមុខម្ដុំអានសេះហ្នឹងគឺសាលាហ៊ុនសែនបុកស្បូវអាហ្នឹងគឺគ្រាប់ធ្លាក់ទៅអញ្ចឹងឯកសារមួយចំនួននៅក្នុងសាលាគឺត្រូវខូចខាតហើយនៅខាងឧត្តរមានជ័យច្រើនគឺមានសាលាអឺបុស្បូវសាលាតំមាន់សែនជ័យសាលាសែនមនោរម្យ1 2ហើយនឹងសាលាបុស្តិ៍ធំសាលាបុស្តិ៍ធំចង់រំលឹកឲ្យឃើញបន្តិចសាលាបុស្តិ៍ធំហ្នឹងគឺគ្រាប់ផ្លោងធ្លាក់13គ្រាប់ចូលក្នុងសាលាហើយអឺទាំងអគារសិក្សាទាំងទីធ្លាទាំងអឺហេដ្ឋារចនាសម្ព័ន្ធក្នុងសាលានោះគឺខ្ទេចតែម្ដងនេះដូចតែខ្ញុំជំរាបខាងដើមថាបើសិនជាថ្ងៃដែលយើងរៀនណាគឺបញ្ហាសោកនាដកម្មនឹងរឹតតែវេទនាជាងនេះហើយជាគោលការណ៍ដែលរាជរដ្ឋាភិបាលដូចជាឯកឧត្តមដិនស្រីចៅបញ្ញារដ្ឋមន្ត្រីគឺបានឲ្យក្រមការងារក្រសួងអប់រំនឹងមានការចូលរួមពីដៃគូអភិវឌ្ឍយើងនឹងទៅធ្វើស្ថិតិដោយផ្ទាល់ពាក់ព័ន្ធជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដែលឯកឧត្តមបានកំណត់ថាសាលាដែលនៅតាមខ្សែក្រវ៉ាត់ជួរមុខគឺខ្សែក្រវ៉ាត់ទី1ត្រូវតែផ្ដល់អាទិភាពនៅពេលដែលយើងមានស្ថានភាពដូចដើមនឹងចាប់ផ្ដើមធ្វើភ្លាមហើយក្នុងនោះដៃគូក៏លោកបានជួយចូលរួមដូចជាពេលដែលយើងចុះទៅSE ចុងលោកបាននាំ tablet អីមួយចំនួនទៅចែកទៅដល់សិស្សដើម្បីឲ្យគាត់អាចបន្តការសិក្សាតាមបើនៅបឋមសិក្សាគឺយើងប្រើថ្នាលបឋមសិក្សាPLP ដែលអាចឲ្យសិស្សរៀនតាមអនឡាញរៀនតាមអេឡិចត្រូនិកហើយនៅមធ្យមសិក្សាយើងប្រើមួយ app ហ្នឹងគឺអាចឲ្យសិស្សបន្តរៀនហើយដោយឡែកនៅតាមជំរំគឺយើងផ្ដល់អនុសាសន៍ឲ្យលោកគ្រូអ្នកគ្រូដែលភៀសសឹកទៅមណ្ឌលដែរគឺចាត់ចែងរៀបចំបង្រៀនសិស្សទៅតាមកម្រិតថ្នាក់ដែលលោកគ្រូអ្នកគ្រូនៅជាក់ស្ដែងហើយការងារនេះគឺមន្ទីរអប់រំការិយាល័យអប់រំក្រុងស្រុកលោកចូលរួមដោយមានការគ្រប់គ្រងពីក្រសួងអប់រំហើយអត្ថភាពបន្តទៅទៀតយើងនឹងធ្វើការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធសាលារៀននៅខ្សែក្រវ៉ាត់ទី1ខ្សែក្រវ៉ាត់ទី2ហើយខ្សែក្រវ៉ាត់ទី3ជាអត្ថភាពដែលក្រសួងអប់រំក៏ដូចជារដ្ឋាភិបាលនឹងបន្តរៀបចំធ្វើមកដល់ពេលនេះយើងក៏នៅតែមើលឃើញអត្ថភាពដែលយើងធ្លាប់ប្រើប្រាស់បទពិសោធន៍ដែលធ្លាប់ប្រើប្រាស់កន្លងមកគឺពេលកូវីដអញ្ចឹងកូវីដយើងបានធ្វើជាវីដេអូគ្រប់មេរៀនតាំងពីមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សានោះត្រូវតែយកមកប្រើដើម្បីជួយទៅដល់សិស្សានុសិស្សហើយដែលឡែកសម្រាប់ថ្នាក់ទី12គឺក្រសួងបានរៀបចំឲ្យមានការដឹកបេក្ខជននៅឧត្តរមានជ័យមកប្រឡងនៅមណ្ឌល2ដែលយើងរៀបចំនៅខេត្តសៀមរាបដោយរដ្ឋបានក្រសួងអប់រំបានចេញថ្លៃដឹកថ្លៃស្នាក់នៅអីនេះជាដំណោះស្រាយនៅក្នុងពេលនេះហើយពេលទៅមុខទៀតយើងនឹងមានផែនការជាក់លាក់សម្រាប់ជួយអន្តរាគមន៍ធានាឲ្យសិស្សានុសិស្សបន្តបានរៀនគឺយើងយកវីដេអូដែលមានយើងថតហើយយើងប្រើបច្ចេកវិទ្យាអនឡាញដែលសិស្សអាចនឹងបន្តឲ្យសប្តាហ៍នេះគឺសិស្សកំពុងតែធ្វើដូចជានៅបឋមអីយើងឲ្យប្រើអនឡាញប៉ុន្តែក៏មានបញ្ហាខ្លះដែលយើងកំពុងតែកែលម្អដោយសារសិស្ស
ច្រើនពេកហើយអា capacity server របស់យើងហ្នឹងវាអត់ទទួលប៉ុន្តែជាដំណើរការគឺយើងអាចធ្វើទៅបានខ្ញុំសូមជូនខ្លីៗសិនហើយបើមានសំណួរបន្តខ្ញុំបាទនឹងបញ្ជាក់ឲ្យច្បាស់តាមសំណួរដែលអាចសួរបានអរគុណ